របស់លោកហ៊ុនម៉ាណែតដែលគាត់ថ្លែងពាក់ព័ន្ធទៅនឹងបញ្ហាអ្នកប្រកបអាជីវកម្មក្រៅប្រព័ន្ធនេះតើមកទល់នៅពេលនេះប្រជាពលរដ្ឋដែលធ្វើការរកស៊ីប្រកបរបរអាជីវកម្មក្រៅប្រព័ន្ធហ្នឹងទទួលបាននៅការយកចិត្តទុកដាក់ការគាំពៀពីរដ្ឋាភិបាលនឹងកម្រិតណាដែរទៅបាទលោកប៊ុនពៅបាទមុនចាប់ផ្ដើមខ្ញុំសូមជម្រាបសួរសាជាថ្មីបងទៀតទៅលោកប្អូនតាមសាដាហើយក៏ដូចជាបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសទាំងអស់ជាទីគោរពនិងជាទីរាប់អាននិងជាទីនឹករលឹកផងដែរទៅដល់ប្រិយមិត្តដែលតាមដាននិយមការផ្សាយរបស់ Cambodia Daily ដែលខ្ញុំបានខានជួបជជែកពិភាក្សាជាមួយលោកប្អូនតាមសាដាដូចជាខែលពេលវេលាផងដែរមកដល់ចំណុចនេះយើងឃើញថាចុងឆ្នាំ2023ដើមឆ្នាំ2024ហើយដើមឆ្នាំ2025នេះយើងមើលអាណត្តិរបស់រាជរដ្ឋាភិបាលអាណត្តិទី7យើងឃើញថាមានគោលនយោបាយជាច្រើនក្នុងការគាំពៀទៅដល់អ្នកធ្វើការវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងនោះមានគោលនយោបាយជាតិគាំពៀសង្គមទាក់ទងទៅនឹងគោលនយោបាយបេឡាជាតិសន្តិសុខសង្គមដើម្បីផ្ដល់វិសាលភាពអនុញ្ញាតឲ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធហ្នឹងចុះបញ្ជីបសសទាំងផ្ទាល់ខ្លួនទាំងកញ្ចប់គ្រួសារប្រកបដោយគោលការណ៍ស្ម័គ្រចិត្តនេះជាគោលនយោបាយទី1ទាក់ទងទៅនឹងរបបសន្តិសុខសង្គមហើយក្នុងនោះរដ្ឋាភិបាលក៏បានផ្ដោតទៅលើអត្ថប្រយោជន៍6ចំណុចដែលចំណុចសំខាន់ក្នុង6ចំណុចនោះគឺផ្ដោតទៅលើអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធហើយបន្ទាប់មកយើងឃើញថានៅចុងឆ្នាំ2024ដើមឆ្នាំ2025នេះរដ្ឋាភិបាលបានបង្កើតអនុក្រឹត្យបានចេញអនុក្រឹត្យទី89អនុញ្ញាតឲ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះបញ្ជីក្នុងថ្នាល Digital អានេះជាគោលនយោបាយថ្មីមួយដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានជាគោលនយោបាយថ្មីស្រឡាងក្នុងការអនុវត្តដោយលោកប្អូនតាំងសាដាអានសេចក្តីផ្ដើមនៃគោលនយោបាយអភិវឌ្ឍជាតិ2024-2035នៅក្នុងផែនការគោលនយោបាយរបស់រដ្ឋាភិបាលនេះផងដែរយើងឃើញថាក្នុងនោះក៏បានជំរុញឲ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលចុះបញ្ជីដើម្បីក្លាយជាអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធដើម្បីឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងនោះគោលនយោបាយមួយទៀតគឺគោលនយោបាយអភិវឌ្ឍកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ2023-2028ផងដែរនេះគឺជាគោលការណ៍គ្រឹះនៃការបន្តបន្សំនៃអនុក្រឹត្យលេខ289ក្នុងការចុះថ្នាល Digital នេះអញ្ចឹងទាំងអស់នេះវាជាគោលការណ៍សំខាន់ដែលមាននៅក្នុងគោលនយោបាយជាតិសម្រាប់រដ្ឋាភិបាលអាណត្តិទី7ក្នុងការយកចិត្តទុកដាក់ទៅលើអ្នកវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធហើយក្នុងនោះអ្វីដែលថ្មីនេះគឺអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធកំពុងតែរៀបចំខ្លួននៅការចុះបញ្ជីថ្នាល Digital ដើម្បីចូលនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធអានឹងជាគោលការណ៍បាទនៅក្នុងគោលការណ៍នេះផងដែរយើងឃើញបើយើងនិយាយពីស្ថានភាពពិតយើងក៏លេចទៅមើលជីវភាពស្ថានភាពរស់នៅរបស់សេដ្ឋកិច្ចក្រៅប្រព័ន្ធរហូតមកដល់ពេលនេះបើនិយាយពីអ្នកចុះបញ្ជីបសសតាមរបាយការណ៍បេឡាជាតិសន្តិសុខសង្គមរហូតដល់50,000នាក់ហើយសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឬបុគ្គលផ្នែកនយោជណាប៉ុន្តែបើយើងក៏លេចទៅមើលស្ថានភាពរស់នៅទាក់ទងទៅនឹងជីវភាពយើងឃើញថាមិនទាន់មានភាពប្រសើរនៅឡើយទេយ៉ាងណាមិញនោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ70ទៅ80%គឺរស់នៅញោមញីទៅដោយការជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលយើងហៅថាអ្នកជំពាក់បំណុលធនាគារនោះគឺនៅចំនួនច្រើនហើយមិនត្រឹមតែប៉ុណ្ណោះទៀតសោតយើងឃើញថាស្ថានភាពថ្មីបងប្អូនជនរួមជាតិបានដឹងថាវារឿងចម្លែកជាច្រើនសម្រាប់ឆ្នាំនេះមានអ្នករមាក់ជាច្រើនបានទទួលមរណភាពមានន័យថាដេកស្លាប់នៅលើរមាក់ដែលជារឿងមួយដែលយើងគិតថាវាជាអាណត្តិធំជាស្ថានភាពអនិច្ចាសម្រាប់អ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរហើយក្នុងហ្នឹងយើងមានចំណុចមួយចំនួនទៀតហើយបើយើងនិយាយទំនិញនេះកំពុងតែហក់ឡើងថ្លៃដែលมันមានតុល្យភាពទៅនឹងប្រាក់ចំណូលរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបាទហើយយើងនឹងជជែកជាមួយបងប្អូនសាដាបន្ថែមទៀតទាក់ទងទៅនឹងចំណុចបន្ថែមបាទយ៉ាលោកប៊ុនពៅពាក់ព័ន្ធទៅនឹងបញ្ហាសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះដែរលោកអាចរៀបរាប់ប្រាប់ទស្សនិកជនបានទេថាតើមុខរបរបែបណាដែលគេចាត់ទុកថាជាមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបាទហើយមានប្រមាណប្រភេទទៅបាទសូមជួយបើយើងនិយាយវិសាលភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះគឺមានចំនួនច្រើនបើយោងទៅលើតួលេខដែលស្រាវជ្រាវដោយអង្គការសហប្រជាជាតិផ្នែកការងារយើងហៅថា ILO ហ្នឹងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមាន 85% នោះបាទគឺចំនួននៃកម្លាំងពលកម្មសរុបណាអញ្ចឹងចំនួនវិសាលភាពអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះគឺជាចំនួន
កម្លាំងពលកម្មយ៉ាងច្រើនលើលុបនៅក្នុងប្រទេសរាជាណាចក្រកម្ពុជាប៉ុន្តែនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះយើងចែកចេញជាពីរវាចែកចេញជាពីរគឺទី1អ្នកដែលប្រកបមុខរបរដោយខ្លួនឯងមានន័យថាអ្នកប្រកបមុខរបរដែលគ្មានតកែគឺមុខរបរដោយខ្លួនឯងទទួលការខុសត្រូវដោយខ្លួនឯងមានគណនេយ្យភាពគេហៅថាផ្នែកប្រាក់គ្រប់គ្រងប្រាក់ចំណូលខ្លួនឯងដែលគ្មានតកែណាមានន័យថាអ្នកដូចជាអ្នករត់ទៅឌុបអ្នករត់លំកកង់3អ្នករត់លំកម៉ូតូផ្សេងអ្នករត់តាក់ស៊ីអ្នកលក់ដូរតាមដងផ្លូវតាមផ្សារអីអ្នកនោះគេហៅថាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធណាជាផ្នែកបុគ្គលស្វ័យនយោជន៍ប៉ុន្តែអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយផ្នែកទៀតគឺសេដ្ឋកិច្ចក្រៅប្រព័ន្ធដែរគឺអ្នកដែលធ្វើការនៅក្នុងសហគ្រាសខ្នាតតូចបាទអ្នកដែលមិនទាន់ចុះបញ្ជីណាអ្នកធ្វើការដែលមានតកែអ្នកដូចជាកម្លាំងជាងកង់ជាងម៉ូតូអ្នកធ្វើការនៅហាងសាឡនហាងអីហ្នឹងអ្នកនោះមានតកែដែរប៉ុន្តែគឺមានន័យថាមិនទាន់បានចុះបញ្ជីអីត្រឹមត្រូវទេហ្នឹងគឺជាផ្នែកមួយនៃគេហៅថាគ្រឹះស្ថានខ្នាតតូចរបស់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែរអញ្ចឹងសរុបមកអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយផ្នែកទៀតគេហៅថាអ្នកមានតកែភាសាច្បាប់នៅប្រទេសកម្ពុជាគេហៅថាបុគ្គលស្វ័យនយោជន៍អ្នករកស៊ីដោយខ្លួនឯងសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយផ្នែកទៀតមានតកែដែរប៉ុន្តែធ្វើការជាលក្ខណៈគ្រួសារឬក៏ជាសហគ្រាសខ្នាតតូចអីជាដើមដែលមានតកែមានអីបន្តិចតួចហ្នឹងហើយមិនទាន់ចុះបញ្ជីអាហ្នឹងគឺជាផ្នែកមួយនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែរអញ្ចឹងប្រហែលជាមកដល់ពេលនេះបងប្អូនបានយល់ច្បាស់ខ្លះៗហើយទាក់ទងនឹងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះបាទលោកវ៉ាន់ពៅប្រសិនបើអ្នកដែលធ្វើការអ្នកដែលរកស៊ីនៅក្រៅប្រព័ន្ធដូច្នេះហើយបើចូលទៅក្នុងប្រព័ន្ធវិញតើវាចំណេញអីខាតអីដែរទៅបាទទី1បើយើងនិយាយពីពិនិត្យទៅមើលគោលនយោបាយអភិវឌ្ឍកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ2023-2028របស់រដ្ឋាភិបាលបើសិនជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះបញ្ជីអភិវឌ្ឍទៅដល់ខ្លាយទៅជាកម្មករក្នុងប្រព័ន្ធបើយើងនិយាយពីភាពចំណេញគឺរដ្ឋអាចមានទិន្នន័យច្បាស់លាស់នៃចំនួនកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធហើយរដ្ឋអាចជួយជំរុញទាក់ទងទៅនឹងការចុះបញ្ជីពួកគាត់ដើម្បីរៀបចំឧបត្ថម្ភធនរៀបចំបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែមទៅលើជំនាញគាត់សពថ្ងៃដែលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធយើងនៅមានជំនាញតិចតួចនៅឡើយអញ្ចឹងអានេះគឺជាផលចំណេញមួយហើយផលចំណេញមួយទៀតនៅក្នុងគោលនយោបាយជាតិកម្មករអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ2023-2028ហ្នឹងគឺរដ្ឋអាចបង្កើតតំបន់គេហៅតំបន់អភិវឌ្ឍកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធកាលណាចុះបញ្ជីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួនពិតប្រាកដរដ្ឋអាចដឹងថាចំនួនទិន្នន័យទូលេខអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតំបន់ណាដែលច្រើនជាងគេអញ្ចឹងរដ្ឋអភិវឌ្ឍតំបន់ហ្នឹងខ្លាយជាតំបន់អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយបណ្ដុះបណ្ដាលជំនាញបន្ថែមបណ្ដុះបណ្ដាលឲ្យមានការគ្រប់គ្រងអាជីវកម្មប្រកបដោយអនាម័យគុណភាពចំណីអាហារខ្ពស់ទាក់ទាញភ្ញៀវទេសចរហើយរដ្ឋអាចរៀបចំទីតាំងសមរម្យណាមួយសម្រាប់ជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខ្ញុំឧទាហរណ៍ថាថ្មីនេះរដ្ឋាភិបាលអភិបាលរាជធានីភ្នំពេញបានបង្កើតគេហៅថា Walk Street ហ្នឹងគឺបិទផ្លូវសម្រាប់ថ្ងៃសៅរ៍ថ្ងៃអាទិត្យឲ្យភ្ញៀវទេសចរជាតិអន្តរជាតិធ្វើដំណើរកំសាន្តនៅតាមមាត់ទន្លេចាប់ពីរង្វង់ខាងកើតរង្វង់មូលវត្តភ្នំទៅដល់រង្វង់មូលសម្ដេចជួនណាតក្នុងនោះដែរក៏រដ្ឋបង្កលក្ខណៈឲ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអ្នកលក់ដូរតាមដងផ្លូវអាចលក់ដូរក្នុងការរកប្រាក់ចំណូលបង្កើនធានាជីវភាពរបស់ពួកគាត់អាហ្នឹងវាជាផ្នែកមួយនៃការអនុវត្តគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនិយាយឃើញនេះអាហ្នឹងជាចំណុចមួយដែលអាចស្រូបយកកម្លាំងពលកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យមានកន្លែងលក់ដូរសមរម្យមានអនាម័យចំណីអាហាររបៀបស្តង់ដារធ្វើឲ្យភ្ញៀវទេសចរគាត់ចាប់អារម្មណ៍អាហ្នឹងគ្រាន់ជាឧទាហរណ៍មួយវាជាចំណុចដែលយើងគិតថាវាជាការផលចំណេញណាប៉ុន្តែយើងមើលឃើញថាបើសិនជារដ្ឋចុះបញ្ជីហើយរដ្ឋអត់បានគិតអំពីកន្លែងលក់ដូរសម្រាប់ពួកគាត់អត់បានគិតអំពីតម្រូវការទាក់ទងទៅនឹងការចុះបញ្ជីបសសទាក់ទងទៅនឹងប្រាក់ចំណូលដែលគាត់អាចមានលទ្ធភាពទេក្នុងការបង់បញ្ជីបង់លុយចូលបសសអាហ្នឹងវាជារឿងមួយផ្សេងទៀតដែលត្រូវគិតត្រូវពិចារណាហើយបើសិនចុះបញ្ជីហើយរដ្ឋបែរជាគិតពន្ធពីគាត់អាហ្នឹងវាហិតតែរឿងពិបាកប៉ុន្តែយើងឃើញថាមកដល់ពេលនេះរដ្ឋាភិបាលបានបញ្ជាក់ច្បាស់ហើយថាអ្នកដែលមានផលទុនសរុបតិចតួចគឺរដ្ឋមិនជាពន្ធទេគឺរដ្ឋបានបញ្ជាក់ហើយលុះត្រាតែអ្នកនោះមានផលទុនសរុបមួយឆ្នាំ10-20,000 $20,000នោះបានរដ្ឋជាពន្ធអាហ្នឹងវាជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលអញ្ចឹងការចុះបញ្ជីនេះយើងឃើញថាវាជាការប្រមូលទិន្នន័យច្បាស់លាស់ក្នុងការគ្រប់គ្រងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីជំរុញឲ្យទទួលបានជាកម្មករក្នុងប្រព័ន្ធក្នុងការចុះបញ្ជីបសសឬក៏អភិវឌ្ឍមុខរបរឬក៏ជំនាញរបស់ខ្លួនមកដែរបាទ
ចឹងបានន័យថាបើសិនជាចូលប្រព័ន្ធលែងអាចនៅក្រៅប្រព័ន្ធវិញបានទៀតហើយមិនអញ្ចឹងហ៎ត្រូវបាទមានន័យថាអ្នកដែលគេចុះបញ្ជីទទួលស្គាល់មានន័យថាអ្នកនឹងក្នុងប្រព័ន្ធប៉ុន្តែគាត់ថាតើរដ្ឋមានយន្តការគ្រប់គ្រងអ្នកដែលបានអ្នកក្រៅប្រព័ន្ធដែលចុះបញ្ជីហ្នឹងតែខ្លាយជាកម្មករក្នុងប្រព័ន្ធតើរដ្ឋមានយន្តការបែបណាទៀតយើងចាំមើលយន្តការបន្តទៀតហ្នឹងយន្តការដែលចាំបាច់គឺអត្ថប្រយោជន៍មិនអញ្ចឹងហ៎លោកបាទអត្ថប្រយោជន៍ដូចខ្ញុំនិយាយខាងដើមថាបើសិនចុះបញ្ជីហើយតើរដ្ឋមានយន្តការយ៉ាងម៉េចរៀបចំកន្លែងគាត់លក់ដូររៀបចំតាក់ទាញទេសចរដើម្បីឲ្យគាត់មានប្រាក់ចំណូលឡើងវិញរដ្ឋរៀបចំបន្ធូរបន្ថយនៃការឬមួយចុះបញ្ជីហើយដើម្បីយកពន្ធពីលើពួកគាត់បន្ថែមឬក៏យ៉ាងម៉េចបាទចំណុចហ្នឹងរដ្ឋាភិបាលបានបញ្ជាក់ច្បាស់ថាកាលណាផលទុនសរុបបន្តិចបន្តួចគឺរដ្ឋមិនយកពន្ធពីពួកគាត់ទេអាហ្នឹងប្រមុខរដ្ឋាភិបាលលោកបានបញ្ជាក់ណាមានន័យថាចាប់ពី100000អញ្ចឹងទៅគេមិនយកពន្ធទេអាហ្នឹងអញ្ចឹងយើងឃើញថាប្រមុខរដ្ឋាភិបាលបញ្ជាក់ច្បាស់អញ្ចឹងប៉ុន្តែយើងចាំមើលទាំងអស់គ្នាបន្តទៀតថាតើយន្តការវាយ៉ាងម៉េចទៀតបាទហើយស្របទៅនឹងគោលនយោបាយតើរដ្ឋឆ្លើយតបទៅនឹងគោលនយោបាយរបស់ខ្លួនដែលតាក់តែងដែរទេបាទប៉ុន្តែតាមខ្ញុំបានទទួលព័ត៌មានខ្លះអ្នកដែលរកស៊ីនៅតាមខេត្តនៅតាមភូមិឃុំមួយចំនួនអ្នកខ្លះគ្នាគ្រាន់តែបើកហាងដូចធ្វើកញ្ចក់កាត់សក់អីតិចតួចអញ្ចឹងទៅគឺថាអាជ្ញាធរហ្នឹងមករឹបអូសមកទៀមទាឲ្យបងពន្ធឲ្យបងអីចឹងណាលោកប៊ុនបើគាត់តែលើកផ្លាកថាអ៊ុតសក់ឈ្មោះអីចឹងទៅគាត់តែលើកផ្លាកបន្តិចគឺថាត្រូវតែបងពន្ធគ្នាហ្នឹងរាប់សែនរៀលអញ្ចឹងណាបាទហើយចំណុចនេះថាតើគ្នាអាចរកស៊ីមិនបានលោកប៊ុនបើដូចថាអ្នកខ្លះទៅប្រកបមុខរបរថ្មីហើយគ្រាន់តែបើកផ្លាកគ្នានៅតាមស្រុកស្រែចំការសោះហ្នឹងហើយក៏ត្រូវទាបពន្ធថ្លៃកប់ពពកដែរតើចំណុចនេះលោកយល់ឃើញបែបណាបាទចំណុចនេះសម្រាប់ខ្ញុំមិនទាន់ទទួលបានរបាយការណ៍ស្រាវជ្រាវណាមួយទេយើងនឹងធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀតថាតើទូរលេខហ្នឹងមាននៅកន្លែងណាខ្លះឲ្យពិតប្រាកដអញ្ចឹងដើម្បីងាយស្រួលយើងយកទូរលេខទិន្នន័យទាំងអស់នេះទៅធ្វើការចរចាជាមួយអាជ្ញាធររដ្ឋប៉ុន្តែយើងឃើញថាបងប្អូនប្រជាពលរដ្ឋខ្មែរយើងការផ្ដល់ព័ត៌មានវាហាក់ដូចជានៅមានកម្រិតណាហើយយើងក្នុងនាមសមាគមក៏យើងចង់បានព័ត៌មានពិតពីបងប្អូនប្រជាពលរដ្ឋដែរដើម្បីយើងបានទិន្នន័យច្បាស់លាស់ក្នុងការធ្វើកិច្ចសន្ទនាសង្គមជាមួយរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋពីគាត់ថាបច្ចុប្បន្ននេះប្រជាពលរដ្ឋយើងវាហាក់ដូចជាខ្លាចរអាទៅនឹងការផ្ដល់ព័ត៌មានសម្រាប់ស្ថានភាពរស់នៅរបស់គាត់ហើយអញ្ចឹងហើយដែលទាំងអស់នេះវាជាការមួយដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនហ្នឹងគាត់រងគ្រោះដោយសារខ្វះព័ត៌មានពិតប្រាកដអីចឹងហើយយើងអ្នកធ្វើការជំរុញឲ្យមានលក្ខខណ្ឌការងារល្អសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏យើងពិបាកដែរដែលព័ត៌មានពេលខ្លះយើងទទួលព័ត៌មានពីគាត់ប៉ុន្តែឲ្យគាត់ចូលរួមចំណែកក្នុងការជំរុញកិច្ចការនេះគាត់ហាក់ដូចជាមានការខ្លាចរអារួញរាខ្លាំងដោយសារយើងឃើញស្ថានភាពសង្គមយើងធ្វើមិនស្រួលហ្នឹងត្រូវបានគេចាប់ដាក់ទូទាត់គេហៅទៅពមៀនអីជាដើមអាហ្នឹងហើយធ្វើឲ្យព័ត៌មានពិតប្រាកដកញ្ចក់សង្គមត្រូវបានគេបិទមិនអនុញ្ញាតឲ្យឆ្លុះការពិតណាអាហ្នឹងវាជារឿងមួយដែលយើងគិតថាវាជាការព្រួយបារម្ភរបស់យើងផងដែរបាទលោកប៊ុនពៅសុំសួរលោកមួយទៀតលោកដឹងស្រាប់ហើយថាសប្តាហ៍នេះកម្ពុជាកំពុងតែធ្វើដំណើរការនៅក្នុងការចរចាលើបញ្ហាពន្ធជាមួយនឹងសហរដ្ឋអាមេរិកដែលទាមទារឲ្យគេបញ្ចុះពី49%មកវិញព្រោះថាឥឡូវនេះសហរដ្ឋអាមេរិកបានកំណត់ពន្ធលើប្រទេសកម្ពុជា49%បើប្រៀបធៀបទៅនឹងប្រទេសចិនឥឡូវនេះខ្មែរយើងលើស19%នៃការកំណត់ពន្ធព្រោះអាមេរិកនិងចិនគេបានត្រូវរើគ្នាខ្លះហើយទៅលើបញ្ហាចរចាពន្ធនេះប៉ុន្តែសម្រាប់ប្រទេសកម្ពុជាដែលជាកូនបំណុលរបស់ប្រទេសចិនដែលជាប្រទេសលក់ស៊ីក្បាលកាក់ឲ្យតំណែងរបស់ចិនហ្នឹងគឺថាត្រូវបានសហរដ្ឋអាមេរិកមិនទាន់ទម្លាក់តម្លៃពន្ធនឹងមកវិញទេបើបញ្ហាពន្ធនេះវានៅតែបន្តហើយអាមេរិកនៅក្នុងវគ្គ2នៅខែក្រោយនេះដែលនឹងធ្វើការចរចាបើកម្ពុជាមិនបានទទួលជោគជ័យនៅក្នុងការបញ្ចុះពន្ធពីសហរដ្ឋអាមេរិកទេតើវាអាចជះឥទ្ធិពលយ៉ាងម៉េចដល់បញ្ហាសេដ្ឋកិច្ចក្រៅប្រព័ន្ធបាទលោកប៊ុនពៅមកដល់ចំណុចនេះបើយើងវិភាគឲ្យបានស៊ីជម្រៅយើងមើលឃើញថាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាស្រ័យផលជាមួយអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធមានន័យថាម៉េចមានន័យថាបើសិនសហគ្រាសគ្រឹះស្ថានធំត្រូវបានបិទទ្វារខ្ញុំឧទាហរណ៍ថាវិស័យកាត់ដេរដេរស្បែកជើងវាយនភ័ណ្ឌទាំងអស់ហ្នឹងត្រូវបានបិទទ្វារអ្នកវិនិយោគមួយចំនួនធំដែលគេទៅរត់ទៅរកប្រទេសណាដែលមានការយកពន្ធតិចពីសហរដ្ឋអាមេរិកក្នុងការនាំចូលទំនិញអាហ្នឹងរោងចក្រសហគ្រាសមួយចំនួនហ្នឹងគេបិទទ្វារកាលណាបិទទ្វារ
កម្មករអត់ការងារធ្វើហើយយើងជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាស្រ័យផលលក់ដូរដឹកជញ្ជូនជាមួយបងប្អូនកម្មករអញ្ចឹងបើសិនអ្នកទាំងអស់គ្នានឹងអត់ពួកយើងក្រៅប្រព័ន្ធក៏អត់ដែរវាអាហ្នឹងគេហៅថាសេដ្ឋកិច្ចវាតំណែងគ្នាជាសេរីអញ្ចឹងមិនប៉ះតែក្នុងប្រព័ន្ធក្រៅប្រព័ន្ធមិនប៉ះទេកាលណាប៉ះមួយវាជាសេរីដូចខ្សែអន្ទាក់អញ្ចឹងបាទហ្នឹងវាជាចំណុចមួយដែលយើងមានការព្រួយបារម្ភហើយព្រួយបារម្ភមួយទៀតយើងគិតមើលថាជាទូទៅអ្នកវិនិយោគគេមិនដែលវិនិយោគប្រទេសណាដែលនាំចូលពន្ធទៅលក់សហរដ្ឋអាមេរិកទៅសហគមន៍អឺរ៉ុបថ្លៃទេគេទៅដាក់ទុននៅប្រទេសណាដែលមានពន្ធថោកនាំចូលទីផ្សារសហរដ្ឋអាមេរិកទើបគេចំណេញបាទបើសិនជាពន្ធថ្លៃគឺគេមិនចំណេញទោះបីជារដ្ឋយើងខំបញ្ចុះពន្ធទៅដល់អ្នកវិនិយោគហ្នឹងក៏គេមិនអាចបដាក់ទុនបានដែរអាហ្នឹងហើយដែលជាក្នុងនាមយើងជាអ្នកធ្វើការវិស័យការងារធ្វើការយ៉ាងជាប់លាប់ជាមួយអ្នកកម្មករផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកក្នុងប្រព័ន្ធទាំងអស់ហ្នឹងដែលយើងតំណែងនៅគ្នាហ្នឹងយើងមានការព្រួយបារម្ភចំណុចទាំងអស់ហ្នឹងដែលយើងតែងតែខិតខំផ្ដល់ជាយោបល់ជាអនុសាសន៍បន្ថែមទៀតទៅរដ្ឋាភិបាលតើរដ្ឋត្រូវធ្វើយ៉ាងម៉េចឆ្លើយតបទៅនឹងតម្រូវការរបស់សហរដ្ឋអាមេរិករបស់សហគមន៍អឺរ៉ុបដើម្បីបានការផ្ដល់អនុគ្រោះពន្ធ GSP EBA ឡើងវិញជាពិសេសការបញ្ចុះពន្ធរបស់រដ្ឋាភិបាលលោក Donald Trump មកលើប្រទេសកម្ពុជាតើរដ្ឋត្រូវមានយន្តការយ៉ាងម៉េចយើងឃើញថាការចរចាលើកទី1ហាក់ដូចជាមិនឃើញបានលទ្ធផលអីទេប៉ុន្តែដូចបងអូនសាដាលើកឡើងថាយើងរងចាំអ៊ុតទាំងអស់គ្នាតើការចរចាលើកទី2នឹងមានលទ្ធផលយ៉ាងណាហើយប៉ុន្តែយើងរងចាំមើលទាំងអស់គ្នាហើយសម្រាប់លោកវ៉ុនពៅបាទសម្រាប់លោកវ៉ុនពៅលោករំពឹងបែបណាបាទសម្រាប់ការចរចាលើកទី2នៅពេលខាងមុខនេះលោករំពឹងថាកម្ពុជានឹងជោគជ័យដែរទេជោគជ័យមិនជោគជ័យអាស្រ័យទៅលើចេតនារបស់អ្នកចរចាចេតនារបស់រដ្ឋបើសិនជារដ្ឋលោកមានចេតនាចង់ឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើនកម្មករមានការងារធ្វើមានប្រាក់ចំណូលខ្ពស់សមរម្យមានវិនិយោគទុនច្រើនខ្ញុំគិតថាលោកនឹងចរចាឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកម្ចាស់ទីផ្សារជាពិសេសរបស់សហរដ្ឋអាមេរិកហើយតែយើងមានគំនិតយើងមានការមើលឃើញសុទិដ្ឋិនិយមថាប្រមុខរដ្ឋាភិបាលក៏ដូចជាមន្ត្រីជាន់ខ្ពស់ទៅចរចាលោកនឹងមិនទុកឲ្យប្រទេសកម្ពុជាធ្លាក់ដុនដាបទៅនឹងសេដ្ឋកិច្ចកាន់តែលំបាកទៅទេបាទនេះគឺយើងមានគំនិតសុទិដ្ឋិនិយមអញ្ចឹងពីព្រោះប្រទេសនីមួយជាពិសេសកម្ពុជាបើយើងនិយាយពីការនាំចូលទំនិញទៅសហរដ្ឋអាមេរិកនោះគឺអាមេរិកគឺ first គឺអត្ថភាពលេខ1គឺនាំចូលទៅអាមេរិកច្រើនជាងគេបាទទី2គឺនាំចូលទៅសហគមន៍អឺរ៉ុបចំណាត់ថ្នាក់លេខ2ក្រៅពីនោះប្រទេសដទៃទៀតគឺនាំចូលប្រទេសកម្ពុជានាំចេញទៅលក់តិចតួចតែប៉ុណ្ណោះអញ្ចឹងទីផ្សារធំគឺនៅលើសហរដ្ឋអាមេរិកអញ្ចឹងហើយអញ្ចឹងខ្ញុំគិតថារដ្ឋាភិបាលលោកនឹងគិតពិចារណាឲ្យបានច្បាស់លាស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់យើងជាកម្មករតម្រូវការរបស់ពលរដ្ឋហើយកាលណាពលរដ្ឋសេដ្ឋកិច្ចខ្ពស់ GDP ក៏កើនឡើងសេដ្ឋកិច្ចយើងក៏រីកចម្រើនដែរអញ្ចឹងយើងគិតថារដ្ឋាភិបាលនឹងពិចារណាហើយយើងគិតមើលអ្នកវិនិយោគទុនធំអ្នកបើកក្រុមហ៊ុនផ្ទះសំណាក់សថាគារធំ resort ធំអ្នកមានដីធ្លីកំពុងតែពង្រីកអាជីវកម្មទូលំទូលាយភាគច្រើនមិនមែនអ្នកតូចតាចយើងជាកម្មករទេគឺខ្សែលោកធំទាំងអស់នោះហើយអញ្ចឹងខ្ញុំគិតថាគាត់នឹងពិចារណាតាក់ទងទៅនឹងការចរចាដើម្បីទទួលបានលទ្ធផលជាវិជ្ជមានសម្រាប់ជាតិផងដែរបាទសូមអរគុណច្រើនលោកវ៉ុនពៅលោកដឹងស្រាប់ហើយថាដោយលោកមានប្រសាសន៍ចឹងថាក្រុមហ៊ុនធំនៅក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុនរកស៊ីបនលបែងស៊ីសងកាស៊ីណូក្តីរោងចក្រជាច្រើនក្តីសុទ្ធតែមានភាគហ៊ុនរបស់តកូលហ៊ុននៅក្នុងនោះទាំងអស់ភាគសូម្បីតែក្រុមគ្រួសាររបស់លោកហ៊ុនសែនក៏មានភាគហ៊ុននៅតាមរោងចក្រមួយចំនួនរោងចក្រកាត់ដេរសូម្បីតែសន្តាគារ resort កោះដីកោះជាច្រើនសុទ្ធតែមានឈ្មោះកូនរបស់លោកហ៊ុនសែនកាន់កាប់នៅក្នុងទាំងអស់នោះចំណែកតាមរាំងកាសាលក្លឹបកំសាន្តអីសុទ្ធតែមានភាគហ៊ុនរបស់ក្មួយលោកហ៊ុនសែនកូនរបស់លោកហ៊ុនសែននៅទាំងទីនោះទៀតដូច្នេះបើសិនជាបញ្ហាដូចថាបានន័យថាលុយថវិកាជាតិនៅពេលដែលថវិកាទាំងអស់នោះអត់មានគេថា recycle អត់មានសង្វាក់នៅក្នុងដំណើរការសម្រាប់ប្រទេសជាតិដូចថាវាអាចនឹងធ្វើឲ្យសេដ្ឋកិច្ចហ្នឹងគឺថាមានការជាប់គាំងហើយវាធ្វើឲ្យប្រជាពលរដ្ឋឬក៏អ្នករកស៊ីហ្នឹងជួបប្រទះទៅនឹងបញ្ហានៃការរកស៊ីរបស់ពួកគាត់ចិញ្ចឹមជីវិតរបស់ពួកគាត់ម្យ៉ាងវិញទៀតក្រុមហ៊ុនមួយចំនួនដូចជាក្រុមហ៊ុនដែលមានឈ្មោះក្រុមគ្រួសារលោកហ៊ុនសែននៅទីនោះអាចនឹងប៉ះទង្គិចផងដែរតើលោកគិតថាលោកហ៊ុនសែន
បើសិនជារឿងនេះវាអូសបន្លាយទៅ5ឆ្នាំទៀតក្រុមហ៊ុនទាំងអស់នោះនឹងអាចពាក់ព័ន្ធនឹងបញ្ហាខ្សែធនអីយ៉ាងណាទៅនោះថាតើលោកគិតថាលោកហ៊ុនសែននឹងអាចបើកឲ្យមានភ្លើងឃីវខ្លះដើម្បីសម្រួលស្ថានភាពទៅលើបញ្ហានឹងដែរទេព្រោះថាមានក្រុមអ្នកវិភាគខ្លះគាត់និយាយថានេះគឺជាឱកាសហើយសម្រាប់លោកហ៊ុនសែនក្នុងការបង្ហាញសហរដ្ឋអាមេរិកថាគាត់ចង់ស្ដារមកវិញនៅសេដ្ឋកិច្ចជាតិនៅបញ្ហាវិស័យប្រជាធិបតេយ្យសេរីភាពអីចឹងទៅក្រុមមន្ត្រីរបស់សហរដ្ឋអាមេរិកខ្លះគេបានទៅស្រុកខ្មែរហើយគេបានចង់ឲ្យលោកហ៊ុនម៉ាណែតលោកហ៊ុនសែនហ្នឹងគឺថាស្ដារប្រជាធិបតេយ្យដើម្បីទទួលបាននៅអត្ថប្រយោជន៍ជាពិសេសគឺបញ្ហា GSP ដែលអាមេរិកគេនឹងគ្រោងនឹងឲ្យមកប្រទេសកម្ពុជាវិញក៏ប៉ុន្តែគេនៅក្នុង GSP ហ្នឹងគេមានលក្ខខណ្ឌទី1គឺការគោរពសិទ្ធិមនុស្សការគោរពប្រជាធិបតេយ្យនិងការគោរពសិទ្ធិការងារបើសិនជាអ្វីដែលមានការបើកភ្លើងខៀវដូច្នេះមែនហើយកម្ពុជាមិនព្រមធ្វើដំណើរក្នុងការចាប់យកផលប្រយោជន៍ទាំងអស់ហ្នឹងទេតើវានឹងបាត់បង់ឱកាសកម្រិតណាដែរទៅបាទលោកវុនពៅហើយបើសិនជាបាត់បង់ឱកាសហានិភ័យរបស់ប្រទេសជាតិនឹងជួបបញ្ហាកលយុគបែបណាបាទនៅពេលខាងមុខចំណុចនេះខ្ញុំសូមបញ្ជាក់ថាបើយើងនិយាយពីសេដ្ឋកិច្ចខ្ញុំមិនមែនអ្នកជំនាញសេដ្ឋកិច្ចប៉ុន្តែហើយណាក៏យើងដឹងខ្លះដែរតើទៅសេដ្ឋកិច្ចនេះគឺគេហៅថា recycle គឺគេហៅថាសេដ្ឋកិច្ចវិលជុំណាការចរាចរណ៍សេដ្ឋកិច្ចគឺវិលជុំកាលណាអ្នកលក់ដូរតូចតាចវាអាស្រ័យផលគ្នាជាមួយអ្នកវិនិយោគទុនធំដែរអាចរាចរណ៍លុយកាក់នោះវាវិលជុំបើសិនជាអ្នកលក់គេហៅថាវិនិយោគតូចបើសិនវិនិយោគតូចត្រូវបានដួលរលំអាមីក្រូនឹងត្រូវបានដួលរលំវាទាញអាធំតម្លាក់ចុះដូចគ្នាអាហ្នឹងគឺសេដ្ឋកិច្ចវាវិលជុំអញ្ចឹងហើយបានគេនៅលើប្រទេសលើពិភពលោកសេដ្ឋកិច្ចដែលរីកចម្រើនខ្លាំងគឺគេគិតទៅដល់តាំងពីអាមីក្រូហិរញ្ញវត្ថុអាគ្រឹះស្ថានតូចហ្នឹងជាចម្បងគឺគេឲ្យអាគ្រឹះស្ថានតូចមានដំណើរការល្អអាហ្នឹងគេ recycle វាអាសេដ្ឋកិច្ចវិលជុំវារីកសាយភាយទៅដល់អាសេដ្ឋកិច្ចធំទៅដល់ក្រុមហ៊ុនធំអាហ្នឹងគឺវាតំណាក់តំណងគ្នាអញ្ចឹងយ៉ាងណាមិញវាទៀតតកតងទៅនឹងរឿងដែលលោកសាដាបាននិយាយរឿងក្រុមហ៊ុនធំទាំងអស់ហ្នឹងក៏វាតកតងទៅនឹងរឿងតូចតាចផងដែរបើសិនជារឿងទាំងអស់ហ្នឹងវាមិនបានធូរស្រាលទេអាហ្នឹងវាទាញទាំងអស់ហ្នឹងវាទាញដូចជាសឡកពើអញ្ចឹងបាទអាហ្នឹងគឺជាចំណុចសំខាន់ហើយយើងឃើញការចរចាវាមិនមែនថារបៀបវរៈតកតងរឿងវិនិយោគប៉ុន្តែក៏វាភ្ជាប់ជាមួយផ្សារភ្ជាប់ជាមួយរឿងកត្តានយោបាយរឿងសិទ្ធិមនុស្សរឿងលទ្ធិប្រជាធិបតេយ្យផងដែរអាហ្នឹងវាលីងគ្នាអញ្ចឹងវាផ្សារភ្ជាប់ជាមួយគ្នាអញ្ចឹងខ្ញុំគិតថាទាំងសហរដ្ឋអាមេរិកក្តីទាំងសហគមន៍អឺរ៉ុបក្តីគេបានបញ្ជាក់ច្បាស់ថាលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកនិងលក្ខខណ្ឌអឺរ៉ុបវាដូចគ្នាគឺតម្រូវឲ្យមានការបើកឡើងវិញនៅលំហប្រជាធិបតេយ្យលំហបំពេញកិច្ចការសង្គមស៊ីវិលសហជីពអ្នកសង្គមហើយបញ្ឈប់ការធ្វើទុកបុកម្នេញទៅលើសកម្មជនសិទ្ធិមនុស្សសកម្មជនសហជីពសកម្មជននយោបាយអាហ្នឹងវាជាការផ្ដល់យោបល់ហើយយោបល់យ៉ាងនឹងទៅទៀតគឺត្រូវគិតអំពីកន្លងទៅមុខទៀតថាដើរផ្លូវកន្លងបែបណាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋតម្រូវការរបស់ចរន្តអន្តរជាតិអាហ្នឹងខ្ញុំគិតថាវាជាឱកាសហើយដែលសាដាបានលើកឡើងមិញទាំងសហគមន៍អឺរ៉ុបក្តីទាំងអាមេរិកក្តីថាជាឱកាសមាសឱកាសប្រាក់ក្នុងការរដ្ឋាភិបាលពិនិត្យមើលបើកលំហនៅសិទ្ធិទាំងអស់ហ្នឹងដើម្បីយកឱកាសទទួលបានការអនុគ្រោះពន្ធពីសហរដ្ឋអាមេរិកការបន្ថែម20% មកវិញពីសហគមន៍អឺរ៉ុបអាហ្នឹងវាជាឱកាសដ៏ល្អបើខ្ញុំនិយាយខាងដើមថាបើរដ្ឋគិតពីសេដ្ឋកិច្ចគិតពីជីវភាពពលរដ្ឋទូទៅខ្ញុំគិតថាវាជារឿងមួយដែលជាឱកាសមាសឱកាសប្រាក់ក្នុងការយកឱកាសទៅចរចាមួយសហរដ្ឋអាមេរិកក្នុងការកែលម្អប្រទេសជាតិយើងដើម្បីធ្វើឲ្យយើងរស់នៅក្រោមម្លប់ដ៏ត្រជាក់របស់សន្តិភាពស្មើគ្នាហ្នឹងយើងមើលឃើញអញ្ចឹងប៉ុន្តែខ្ញុំនិយាយខាងដើមថាយើងមានគំនិតសុទិដ្ឋិនិយមថារដ្ឋាភិបាលនឹងយកចំណុចទាំងអស់នេះដើម្បីគិតពីសេដ្ឋកិច្ចជាតិគិតពីជីវភាពពលរដ្ឋហើយបាទសូមអរគុណច្រើនលោកវុនពៅលោកវុនពៅតាមការសង្កេតរបស់លោកអ្នករកស៊ីក្រៅប្រព័ន្ធទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធសប្តាហ៍ថ្ងៃនេះបើយើងនិយាយពីអ្នកតូចតាចវិញបាទអ្នករត់ម៉ូតូឌុបកង់3អ្នករត់ស៊ីក្លូស្អីហ្នឹងតើស្ថានភាពពួកគាត់រស់នៅនឹងបែបណាដែរទៅការហូបចុកក្តីការស្នាក់នៅក្តីការព្យាបាលទទួលបាននូវការព្យាបាលជំងឺការថែទាំស្អីៗហ្នឹងតើគាត់មានភាពលំបាករបៀបម៉េចទៅបាទលោកវុនពៅបើយើងប្រៀបធៀបអំពីស្ថានភាពរបស់គាត់ហើយនឹងក្រុមអ្នកដូចថាអ្នកដែលមានធនធានអ្នកមាន
នៅក្នុងស្រុកចុះដូចលោកដឹងស្រាប់ហើយការកូនអ្នកធំម្ដងផ្កាកាឡាម្ដង12ទៅ$3ការ1រោងចំណាយយ៉ាងហោចក៏$1លានជាងដែរក្នុងការកូនមួយអ្នកដែលមធ្យមការម្ដង$10,000អ្នកក្រការម្ដងទៅតាមចុងកាត់មាត់យកហ្នឹងមិនក៏អស់$10,000ដែរដូច្នេះថ្លៃមែនទែនសម្រាប់ស្រុកខ្មែរហើយអញ្ចឹងអ្វីថ្លៃអញ្ចឹងថាតើពួកគាត់នឹងរស់នៅនឹងរបៀបមិនទៅលោកវ៉ាន់ពៅសម្រាប់អ្នកក្របាទយើងនិយាយពីសម្រាប់អ្នកក្រយើងមើលឃើញថាបើយើងនិយាយពីគោលនយោបាយគឺអនុញ្ញាតឲ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបុគ្គលฝ่ายនយោបាយចុះបញ្ជីបសសដើម្បីទទួលបានរបបថែទាំសុខភាពទៅមន្ទីរពេទ្យដោយមិនមានការព្រួយបារម្ភខ្លាចអស់លុយច្រើនពេលយើងមានជំងឺធ្ងន់ហើយអ្នកក្រគេមានគោលនយោបាយទទួលបានបានមូលនិធិសមត្ថភាពសុខាភិបាលពីអាជ្ញាធររដ្ឋអាហ្នឹងយើងមើលគោលនយោបាយណាបើយើងកន្លែងទៅមើលជីវភាពយើងឃើញខ្ញុំនិយាយខាងដើមថាមួយរយៈពេលចុងក្រោយនេះសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងមែនទែនប្រាក់ចំណូលពលរដ្ឋខ្ញុំនិយាយមែនសេដ្ឋកិច្ចនិយាយពីចំណូលពលរដ្ឋទៅតាអញ្ចឹងណាគេថាអ្នករត់ល្មមអ្នកខ្លះមួយចំនួនគាត់រហូតទៅដល់អត់មានទីលំនៅស្នាក់នៅកាលពីមុនមានលទ្ធភាពជួលផ្ទះជួលបន្ទប់តូចមួយរស់នៅជុំគ្នាជាមួយគ្រួសារប៉ុន្តែដោយសារប្រាក់ចំណូលធ្លាក់ចុះអារោគថ្ងៃមិនគ្រប់ទៅរោគយប់បន្ថែមហ្នឹងវាអត់លុយនឹងជួលផ្ទះជួលអីទៀតយើងឃើញថាថ្មីនេះអ្នកល្មមមួយចំនួនដោយសារអត់លុយជួលផ្ទះគាត់ដេកនៅលើល្មមយកធ្វើផ្ទះសម្បែងបញ្ជូនគ្រួសារទៅនៅស្រុកកំណើតវិញកូនតូចអ្នកខ្លះហ្នឹងបញ្ជូនទៅស្រុកអស់ហើយអត់មានផ្ទះលុយជួលផ្ទះអញ្ចឹងយើងឃើញថាថ្មីអ្នកល្មមមួយចំនួនគាត់រកគ្រូអ្នកខ្លះដេកស្លាប់លើល្មមបងប្អូនឃើញមានការកត់សម្គាល់ណាសមាជិក idea ប្រហែលជា5នាក់ហើយដែលបានដេកស្លាប់លើល្មមដោយសារគាត់អត់មានផ្ទះសម្បែងហើយយើងគិតថាมันមានការកសលវិច័យពីអង្គការឯករាជ្យណាមួយគាត់យើងដឹងថាគាត់ខ្យល់កោគាត់មានជំងឺអញ្ចឹងទៅគាត់ពេលខ្លះគាត់គ្មានលទ្ធភាពបងបសសហ្នឹងក៏ដេករស់នៅតាមយថាកម្មរហូតដល់ស្លាប់អត់បងជីវិតអញ្ចឹងទៅអាហ្នឹងចំណុចទី1ទាក់ទងទៅនឹងអ្នកធ្វើការវិស័យដឹកជញ្ជូនមានលំអទេសចរតាក់ស៊ីអីជាដើមមិនត្រឹមតែប៉ុណ្ណោះការប្រឈមមួយទៀតគឺអាលំបាកផ្នែកសេដ្ឋកិច្ចផ្នែកជីវភាពហ្នឹងវាប្រឈមមុខទៅនឹងអត្រាគ្រោះថ្នាក់ចរាចរណ៍បងប្អូនឃើញថ្មីនេះនៅផ្លូវនរោត្តមឃើញថាមានអ្នកធំម្នាក់គាត់ធ្វើការនៅប៉ូលីសស្នងការនគរបាលរាជធានីភ្នំពេញបានបុកធ្វើឲ្យគាត់ទទួលមរណភាពអ្នកដែលស្លាប់គឺអ្នកបើករ៉ឺម៉កកង់3ហ្នឹងឯងអាហ្នឹងគឺប្រឈមមុខទៅនឹងអត្រាគ្រោះថ្នាក់ចរាចរណ៍វាជារឿងមួយដែលយើងមានការព្រួយបារម្ភខ្លាំងមែនទែនប្រឈមមុខប៉ុណ្ណឹងហើយអ្នកល្មមមួយចំនួនទៀតឃើញថាគាត់ប្រើប្រាស់ប្រព័ន្ធអេបតកែអេបគ្រប់អេបនៅក្នុងប្រទេសកម្ពុជាដែលគាត់ភ្ជាប់ដើម្បីរកដឹកភ្ញៀវតាមប្រព័ន្ធអេបហ្នឹងក្រុមហ៊ុនអេបធ្វើព្យុះធ្វើភ្លៀងយកភាគរយខ្ពស់មិនត្រឹមតែប៉ុណ្ណោះភ្ញៀវខុសត្រូវបន្តិចតួចផ្ដាច់ប្រព័ន្ធអេបមិនអនុញ្ញាតឲ្យគាត់ភ្ជាប់ដើម្បីរកប្រាក់ចំណូលធ្វើអ្វីតាមអំពើចិត្តមិនគិតអំពី driver មិនគិតអំពីអ្នកដឹកជញ្ជូនអាហ្នឹងគឺជាផ្នែកមួយនៃស្ថានភាពអ្នកដឹកជញ្ជូនតាមរ៉ឺម៉កនិងតាមរថយន្តតាក់ស៊ីអ្នកតាក់ស៊ីបងប្អូនឃើញថាពេលខ្លះដឹកជនជាតិចិនដឹកជនជាតិដែលគ្មានឯកសារគេចាប់ជាមួយដោយទាំងតាក់ស៊ីនេះគេបង់ពិន័យរហូតដល់ប្រាក់រាប់ពាន់ដុល្លារអីជាដើមអាហ្នឹងគឺជារឿងមួយដែលយើងមានការព្រួយបារម្ភខ្លាំងមែនទែនហើយបើកន្លែងមើលអាជីវករវិញអាជីវករលក់តាមដងផ្លូវតាមផ្សារមួយចំនួនត្រូវបានគេរុះរើផ្សារគេដេញចេញពីផ្សារឲ្យលក់ទៅកន្លែងថ្មីទៅទិញតូបថ្លៃមួយផ្សារទៀតហើយអ្នកលក់ដូរតាមដងផ្លូវមួយចំនួនហ្នឹងត្រូវបានគេដេញមិនអនុញ្ញាតឲ្យលក់ជំវិញមន្ទីរពេទ្យមួយចំនួនត្រូវបានគេដេញបាត់បង់អាជីវកម្មអីជាដើមអាហ្នឹងវាជាកត្តាមួយដែលធ្វើឲ្យមានបញ្ហាលំបាកសេដ្ឋកិច្ចធ្លាក់ចុះហើយអត់មានកន្លែងលក់ដូរប្រាក់ចំណូលក៏វាធ្ងន់ធ្ងរទៀតហើយអញ្ចឹងយើងឃើញថាអាហ្នឹងជាស្ថានភាពមួយប៉ុន្តែយើងឃើញថាកន្លែងខ្លះក៏អាជ្ញាធរក៏រៀបចំកន្លែងឲ្យលក់ដែរដូចជានៅរាជធានីភ្នំពេញថ្ងៃសៅរ៍ថ្ងៃអាទិត្យតាមមាត់ទន្លេគេអនុញ្ញាតឲ្យបងប្អូនអាជីវករលក់ដូរបានថ្ងៃសៅរ៍ថ្ងៃអាទិត្យគ្រាន់តែកំដរឆ្នាំងដែរអាហ្នឹងយើងមើលឃើញការពិតអញ្ចឹងណាអញ្ចឹងហើយខ្ញុំសូមយកឱកាសនេះទៅឲ្យអាជ្ញាធរខេត្តដទៃទៀតត្រូវពិនិត្យមើលឡើងវិញលទ្ធភាពធ្វើយ៉ាងណាបង្កើតជាផ្សាររាត្រីដើម្បីឲ្យអ្នកលក់ដូរតូចតាចហ្នឹងបានលក់ដូរប្រកបមុខរបរអាជីវកម្មផងការរំដោះចិញ្ចើមផ្លូវក៏ត្រូវរំដោះជីវភាពអាជីវករលក់តាមដងផ្លូវហ្នឹងផងដែរអានេះគឺជាកត្តាមួយហើយយើងមើលអ្នកធ្វើការតាមផ្ទះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែរឃើញថាស្ថានភាពក៏លំបាកដូចគ្នាបើធ្វើការនៅផ្ទះបរទេសជាជនជាតិអឺរ៉ុបជនជាតិអាមេរិកអីมันបញ្ហាហ្មងទេប៉ុន្តែជនជាតិផ្សេងក្រៅពីជនជាតិអឺរ៉ុបជនជាតិអាមេរិកក្រៅពីជប៉ុននេះជាដើមឃើញថាលំបាកហើយធ្វើការប្រាក់ខែតិចតួចអីជាដើមហ្នឹងជារឿងមួយលំបាកមែនទែនហើយកលេចអ្នកលំបាកធ្ងន់ខ្លាំងជាងគេគឺអ្នករើសអេតចាយអ្នករើសអេតចាយយោងតាមការសិក្សាស្រាវជ្រាវថ្មីនេះប្រាក់ចំណូលមួយថ្ងៃបានតែ 10000 ទៅ 20000 រៀលឬក៏ច្រើនបំផុត
ចំនួន$10តែប៉ុណ្ណោះហើយអ្នកដែលមួយចំនួនគឺគ្មានផ្ទះស្នាក់នៅទេអាហ្នឹងគឺចំណុចដែលយើងមើលឃើញស្ថានភាពដ៏លំបាករបស់អ្នករើសអេចាយហើយមិនត្រឹមតែប៉ុណ្ណោះមានការរើសអើងពីអាជ្ញាធរមូលដ្ឋានមួយចំនួនមិនធ្វើបានក្រីក្រឬក៏បានមូលនិធិសមត្ថភាពនឹងឲ្យគាត់ថែទៀតផងនេះគឺជាស្ថានភាពជាក់ស្ដែងដែលយើងមើលឃើញណាអាហ្នឹងវាជាចំណុចសំខាន់បាទលោកវ៉ាន់ពៅលោកមានប្រសាសន៍ថាអ្នកខ្លះដេកស្លាប់លើម៉ូតូលើលម៉កលើសក្លោលើអីហ្នឹងអញ្ចឹងមកន័យថាពួកគាត់នឹងអត់មានផ្ទះទេហើយឥឡូវនេះអ្នកចំនួនអ្នកដែលរកស៊ីនៅតាមទីក្រុងអត់មានផ្ទះនៅអត់មានផ្ទះសម្បែងឬក៏គ្មានលុយជួលផ្ទះហ្នឹងមានការកើនឡើងរបៀបម៉េចទៅលោកវ៉ាន់ពៅយើងមើលខ្ញុំក៏លេចមើលអ្នករត់លម៉កសប្តាហ៍ថ្ងៃនេះអ្នកដែលមានន័យថាបង្កើនពេលវេលានៃការប្រកបមុខរបរអាជីវកម្មកើនឡើងច្រើនមានន័យថាកាលមុនដូចខ្ញុំនិយាយខាងដើមគាត់រត់តាពេលថ្ងៃទេគាត់អាចរកប្រាក់ចិញ្ចឹមជីវភាពគ្រួសារគាត់អាចយកលុយទៅសងធនាគារសងលុយជាឯកជនអាចមានលុយជួលបន្ទប់ស្នាក់នៅប៉ុន្តែឥឡូវនេះគាត់រត់ថ្ងៃគឺអត់អាចរកប្រាក់ចំណូលបានគ្រប់គ្រាន់ទេគាត់ទៅរត់យប់បន្ថែមទៀតអ្នកខ្លះសឹង24ម៉ោងដើម្បីគាត់អាចមានលទ្ធភាពបង់បន្ទប់ជួលបង់ថ្លៃទឹកថ្លៃភ្លើងថ្លៃឆ្លចងថ្លៃសងធនាគារឬសងឯកជនឬក៏សងគាត់រស់លម៉កអីជាដើមអាហ្នឹងគឺកត្តាការរកប្រាក់ចំណូលគាត់គឺមានពេលវេលានឹងការឡើងទាំងយប់ទាំងថ្ងៃអាហ្នឹងការរកថ្ងៃមិនគ្រប់រកយប់បន្ថែមហើយមួយចំនួនថែមទៀតរកថ្ងៃហើយរកយប់ទៀតនៅខ្វះទៀតធ្វើឲ្យគាត់បថុយខ្លួនស្នាក់នៅជុំគ្នានៅតាមតំបន់មួយចំនួននៅជាយក្រុងក្តីនៅកណ្ដាលក្រុងក្តីមានការកើនឡើងការស្នាក់នៅលើលំអពេលរាត្រីនឹងឯងយើងមើលឃើញបែបហ្នឹងហើយបើមិនជឿទេទៅមើលលុយចង្វាអីជាដើមគាត់នៅជុំគ្នាអញ្ចឹងទៅដោយសារអត្រានៃការអត់ផ្ទះស្នាក់នៅអត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរកលុយជួលបន្ទប់នឹងឯងយើងឃើញថាទីមានចំនួនកើនឡើងគួរសមដែរហើយយើងមិនទាន់មានការស្រាវជ្រាវទូលេខច្បាស់លាស់ប៉ុន្តែការសង្កេតជាក់ស្ដែងយើងឃើញកើនឡើងអញ្ចឹងមែនបាទលោកវ៉ាន់ពៅឥឡូវយើងនិយាយរឿងអ្នកក្រច្រើនហើយអ្នកលោកដឹងស្រាប់ហើយថាអ្នកដែលធ្វើការជាមួយអ្នកក្រហ្នឹងក៏មិនដែលមានដែរក៏ក្រដូចតែគ្នាដែរសម្រាប់រូបលោកដែលធ្វើការជាមួយអ្នកក្រស្ថានភាពរបស់លោកវិញយ៉ាងម៉េចបាទលោកវ៉ាន់ពៅអាចបង្ហាញឬក៏រៀបរាប់ប្រាប់ទស្សនិកជនដែលកំពុងតែទស្សនានេះបានទេថាតើរាល់ថ្ងៃនេះលោកដឹងស្រាប់ហើយក្រោយពី USAID ត្រូវបានកាត់ fund ទៅស្រុកខ្មែរទៅអីហ្នឹងគឺថាប៉ះទង្គិចខ្លាំងណាស់ទៅដល់អ្នកដែលទទួលបាននៅជំនួយពីសហរដ្ឋអាមេរិកតើសម្រាប់លោកវិញក្រុមរបស់លោកនឹងមានការប៉ះទង្គិចកម្រិតណាដែរទៅហើយសប្តាហ៍នេះការរស់នៅនឹងរបៀបម៉េចដូចថាអ្នកដែលធ្វើការជាមួយអ្នកក្រនឹងមិនដែលមានបានទេដូចប្រហាក់ប្រហែលទាំងអ្នកក្រដទៃទៀតដែរបាទវាគ្រាន់តែថាលោកជាអ្នកតស៊ូមតិមួយដើម្បីជួយអ្នកក្របាទលោកអាចរៀបរាប់បានទេបាទចំណុចហ្នឹងខ្ញុំឲ្យបងប្អូនជនរួមជាតិឆ្លុះបញ្ចាំងមើលខ្លួនឯងមិនថាអ្នកធ្វើការពារអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធហើយអ្នកក្រីក្រទេសម្បីអ្នកដែលការពារប្រៃឈើអញ្ចឹងដែរយើងឃើញថាអ្នកដែលកាប់ប្រៃឈើនោះច្រើនណាស់ហើយអ្នកដែលការពារប្រៃឈើវាបន្តិចតួចទេហើយរងពាក្យបណ្ដឹងពីមុខពីក្រោយហើយថ្មីអ្នកការពារប្រៃឈើម្នាក់អ្នកសារព័ត៌មាននៅខេត្តទិនត្រែងត្រូវបានគេចាប់ដាក់ពន្ធនាគារដោយសារគាត់យកព័ត៌មានទាក់ទងនឹងការកាប់បំផ្លាញប្រៃឈើជាដើមហើយបើកលេចទៅមើលអ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធយើងធ្វើការជាមួយអ្នកក្រអញ្ចឹងអ្នកធ្វើការផ្នែកនេះគឺมันមានច្រើនទេគឺមានចំនួនតិចតួចប៉ុន្តែអ្នកក្រនឹងច្រើនណាស់ច្រើនលើសលប់ដូចខ្ញុំនិយាយប្រាប់ខាងដើមថាគ្រាន់តែទូលេខរបស់ ILO នឹងវា 85% ទៅហើយដែលធ្វើការវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធហើយអ្នកការពារអ្នកក្រៅប្រព័ន្ធមានតិចតួចហើយយើងការពារអ្នកក្រយើងមិនខុសពីគាត់ប្រហែលទេយើងជួលផ្ទះសម្បែងស្នាក់នៅដោយគាត់ដូចគេដូចឯងអញ្ចឹងហើយជួនកាលស្នាក់នៅហ្នឹងពេលខ្លះម្ចាស់ផ្ទះដែលមិនពេញចិត្តយើងគេបណ្ដេញយើងលែងឲ្យជួលផ្ទះអីជាដើមហើយជួលផ្ទះនៅបញ្ហាថ្លៃទឹកថ្លៃភ្លើងហើយថ្លៃហូបចុកប្រចាំថ្ងៃហើយថ្មីនេះទៀតសោតយើងឃើញថាបន្ទាប់ពីសហរដ្ឋអាមេរិកផ្ដាច់ជំនួយ USAID គឺផលប៉ះពាល់ទៅដល់ពួកយើងសង្គមស៊ីវិលអ្នកធ្វើការផ្នែកសិទ្ធិមនុស្សនឹងឯងអ្នកធ្វើការផ្នែកសិទ្ធិការពារកម្មករនឹងមានន័យថាយើងប៉ះពាល់ធ្វើឲ្យយើងបាត់បង់ប្រាក់ខែប្រាក់ឧបត្ថម្ភការិយាល័យនៅតាមខេត្តចំនួន6ត្រូវបានបិទទ្វារទាំងស្រុងតែម្ដង
ពេលខេត្តកំពតអីជាដើមយើងបើកកាយអាឡ័យព្រឹកបិទល្ងាចដោយសារសហរដ្ឋអាមេរិកផ្ដល់ដំណឹងជាបន្ទាន់ទាក់ទងរឿងការកាត់លុយហ្នឹងអញ្ចឹងស្ថានភាពពេលនេះគឺលំបាកខ្លាំងមែនទែនទាំងពលរដ្ឋទាំងយើងសង្គមស៊ីវិលធ្វើការការពារកម្មករវាលំបាកមិនខុសគ្នាទេបើគ្រាន់ថាយើងអ្នកសកម្មជនសិទ្ធិមនុស្សសកម្មជនសង្គមសកម្មជនសហជីពការពារសិទ្ធិកម្មករក្រៅប្រព័ន្ធក្នុងប្រព័ន្ធហ្នឹងគឺលំបាកមួយទៀតគឺរងសម្ពាធធ្ងន់ធ្ងរដែរតាក់ទងទៅនឹងការបំពេញកិច្ចការហ្នឹងអាហ្នឹងគឺជារឿងសំខាន់ណាស់ដែលស្ថានភាពបែបនេះគឺរងគ្រប់ច្រកតែម្ដងអាហ្នឹងនិយាយសាមញ្ញអញ្ចឹងហើយយើងគិតថាយើងកំពុងតែលំបាកមិនគួរណាដែលUSAID តាមរយៈរដ្ឋាភិបាលថ្មីសហរដ្ឋអាមេរិករត់ចោលយើងទេបាទរត់ចោលយើងទេអញ្ចឹងក្នុងឱកាសនេះខ្ញុំគិតថាប្រទេសអាមេរិកគឺជាបិតាប្រជាធិបតេយ្យមិនគួររត់ចោលយើងដែលជាអ្នករស់នៅប្រទេសតូចតាចដែលកំពុងតែអភិវឌ្ឍញោមញីទៅដោយភាពក្រីក្រញោមញីទៅដោយរឿងអយុត្តិធម៌ជាច្រើនទេគួរតែគិតឡើងវិញអំពីស្ថានភាពពិភពលោកផងដែរបាទលោកវ៉ុនពៅទោះបីជាឥឡូវនេះបញ្ហានៃជំនួយផ្សេងៗទៅកាន់ប្រទេសកម្ពុជាដែលផ្ដល់ជូនទៅឲ្យក្រុមអង្គការសង្គមស៊ីវិលធ្វើការងារតស៊ូមតិជួយអ្នកក្រជួយទាំងអស់ជួយសិទ្ធិជួយប្រជាធិបតេយ្យហ្នឹងតើឥឡូវនេះនៅពេលដែលមានបញ្ហាប៉ះទង្គិចអញ្ចឹងតើមានមូលនិធិណាមួយមានអង្គការផ្សេងដែលគាត់ទទួលបានហ្វាន់ច្រើនពីអឺរ៉ុបពីអីផ្សេងហ្នឹងតើពួកគាត់ហ្នឹងមានបានធ្វើកម្មវិធីចែករំលែកអីហ្នឹងខ្លះដែរទេសម្រាប់អង្គការតូចតាចដូចជាក្រុមរបស់លោកអញ្ចឹងបាទនិយាយទៅមកដល់ពេលនេះយើងមិនទាន់ទទួលមូលនិធិពីអង្គការធំណាមួយទេមានតែកាត់ថែមអញ្ចឹងវាហាក់ដូចជាស្ថានភាពបែបនេះដូចយើងនិយាយសាមញ្ញវាសឹងតែក្បាលណាសក់នៅក្នុងហើយរឿងលំបាកមែនតើព្រោះអង្គការមួយចំនួនហ្នឹងគាត់ក៏រងទុក្ខលំបាកវាដូចគ្នាដែរគ្រាន់ថាអាទុក្ខធំក្តៅធំអញ្ចឹងទៅហើយប៉ុន្តែយើងគិតថាយើងដឹងហើយសាដាធ្លាប់រស់នៅប្រទេសកម្ពុជាដែរថាពួកយើងសហជីពយើងអ្នកសង្គមនេះมันធូរធារដូចគេទេជាពិសេសពួកសហជីពมันមានហ្វាន់ធំដូចអង្គការធំទេអាហ្នឹងយើងមើលឃើញជាក់ស្ដែងអញ្ចឹងហើយយើងជួលផ្ទះគេមកយកហើយដូចខ្ញុំអីធ្វើការ30ឆ្នាំហើយនៅតែជួលផ្ទះគេរហូតមកដល់ពេលនេះមិនទាន់មានលទ្ធភាពណាទៅទិញផ្ទះសម្បែងនៅទេហើយជួលផ្ទះគេហើយត្រូវបានពេលខ្លះគេមិនសប្បាយចិត្តគេដេញពីលេខទៅកើតលេខគាត់ណាមករយៈនេះដូរផ្ទះដូរទីតាំងជួលផ្ទះរហូតពីកន្លែងបាត់ហើយអាហ្នឹងជារឿងលំបាកមានន័យថាទុកជន់ទៅទុកណាប៉ុន្តែយើងមិនគិតថាវាជារឿងធម្មតាទៅហើយដែលយើងធ្វើការសង្គមបើយើងមិនលះបង់សួរថាអ្នកដែលរងគ្រោះជាច្រើនតែគាត់រំពឹងអីបើម្នាក់កិច្ចពីសៃវៀនប្រយុទ្ធដើម្បីយុត្តិធម៌សង្គមកិច្ចពីសៃវៀនប្រយុទ្ធដើម្បីទាមទារនៅយុត្តិធម៌ពលរដ្ឋការពារសិទ្ធិអ្នកតូចតាចសួរថាតើគាត់រំពឹងអីគាត់ទៅពឹងអ្នកណាអញ្ចឹងយើងត្រូវធ្វើកិច្ចការទាំងអស់នេះឲ្យដោយដុតដៃដុតជើងទោះលំបាកយ៉ាងណាក៏ដោយគឺយើងនៅតែខិតខំទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបានបាទលោកវ៉ុនពៅទោះបីជាលោកជួបបញ្ហាយ៉ាងដូចនេះក៏ដោយថាតើសម្រាប់គ្រួសាររបស់លោកវិញកូនចៅវិញការរៀនសូត្រការហូបចុកការស្លៀកពាក់ទៅរៀនទៅសូត្រអីហ្នឹងថាតើលោកជួបប្រទះនឹងការលំបាកហ្នឹងកម្រិតណាដែរទៅបាទលោកវ៉ុនពៅនិយាយទៅការរៀនសូត្ររបស់កូនចៅយើងឃើញថាកូនចៅខ្ញុំមួយចំនួនត្រូវបានបញ្ឈប់ពីការរៀនសូត្រដោយសារយើងខ្វះលទ្ធភាពណាកូនខ្ញុំប្រុសចំនួន2នាក់ត្រូវបានជំរុញឲ្យគាត់ទៅរៀនជំនាញវិជ្ជាជីវៈទៅរៀនជាងឡានជាងអីទៅគាត់រៀនថ្នាក់ទីប្រហែលឈប់រៀនហ្នឹងលោកវ៉ុនពៅថ្នាក់ទី7បានរៀនដល់ថ្នាក់ទី7អញ្ចឹងយើងអត់មានលទ្ធភាពទេព្រោះដូចសាដាដឹងប្រាប់ថាយើងជួលផ្ទះផងយើងចំណាយថ្លៃទឹកថ្លៃភ្លើងថ្លៃអាវចុកប្រចាំថ្ងៃសម្លៀកបំពាក់អសបែបយ៉ាងហើយទាំងកូនតូចកូនធំក៏យើងបន្ថយនៃការហូបចុកប្រចាំថ្ងៃមិនទូលំទូលាយដោយកាលពីមុនទេអាហ្នឹងវាជាចំណុចមួយសំខាន់ហើយឆ្នាំនេះយើងមានកូនខ្ញុំរៀនមហាវិទ្យាល័យទីវារឹតតែលំបាកពេលខ្លះយើងទៅពឹងពាក់មិត្តភ័ក្តិមួយចំនួនឲ្យជួយថ្លៃសាលាថ្លៃអីចឹងទៅហើយអាហ្នឹងវាជាស្ថានភាពលំបាកហើយនៅពេលដែលកូនឈឺកាត់ម្ដងនោះគឺมันងាយស្រួលទេអាហ្នឹងគាត់ខ្ញុំរៀបរាប់ទ្រូប៉ុណ្ណឹងมันបង្ហាញច្រើនទេបងប្អូននិយាយប៉ុណ្ណឹងយើងយល់ទាំងអស់គ្នាហើយអ្នកធ្វើការសង្គមហើយពួកខ្មែរយើងពេលខ្លះមនុស្សនៅរស់มันខ្វាយខ្វល់ជួយទេតោះមនុស្សស្លាប់បាត់បង់ជីវិតឬក៏គេលបធ្វើឃាតដោយប្រការណាមួយបាននាំនេះឈូឆោហែហោមអមដំណើរទៅបច្ឆាអមដំណើរទៅកន្លែងបញ្ចុះសពអញ្ចឹងទៅប៉ុន្តែអាពេលនៅរស់មិនសូវបានខ្វាយខ្វល់គិតគូរជាមួយគ្នាទៅវិញទៅមកទេអញ្ចឹង
ខ្ញុំគិតថាយកឱកាសនេះថាបើជួយគ្នាតើមនុស្សនៅត្រូវការតើមនុស្សដឹងតើមនុស្សមើលឃើញបាទហ្នឹងបើសិនជាមនុស្សមើលមិនឃើញនេះគ្រាន់តែថាជារឿងមួយដែលគ្រាន់តែជាការលើកទឹកចិត្តដល់គ្រួសារតែប៉ុណ្្នឹងឯងបាទលោកវ៉ុនពៅលោកមានប្រសាសន៍ថាលោកមានកូន2នាក់មិនអញ្ចឹងឲ្យឈប់រៀនថ្នាក់ទី7បាទថ្នាក់ទី7តើការឈប់រៀនហ្នឹងដោយសារលោកមានប្រសាសន៍ថាខ្វះលទ្ធភាពក្នុងមួយថ្ងៃលោកត្រូវឲ្យកូនហ្នឹងចំណាយប្រហែលបាទទៅរៀនហ្នឹងនិយាយទូទៅយើងមើលនៅទីក្រុងភ្នំពេញបច្ចុប្បន្នជាមធ្យមហើយណាក៏យើងមានកូនចៅច្រើនអញ្ចឹងចំណាយពី20ទៅ$25ដែរសម្រាប់ថ្លៃអាហារហូបចុកប្រចាំថ្ងៃណាចុះមួយថ្ងៃមធ្យមកូនទៅរៀនហើយណាកូនម្នាក់ក៏ត្រូវឲ្យលុយដាក់ក្នុងកប៉ាល់10000រៀលដែរដើម្បីគាត់មានលទ្ធភាពទៅហូបចុកអាហារនៅសាលារៀនប៉ុន្តែដល់ពេលយើងអត់មានឱកាសហើយណាក៏សម័យឥឡូវនេះមិនមែនដូចកាលជំនាន់មុនយើងដើរទៅរៀនបានទេហើយណាក៏មានម៉ូតូកញ្ចាស់គាត់ជិះទៅរៀនឬក៏កង់ល្អមួយគាត់ទៅរៀនទៅសូត្រទេណាពេលខ្លះដោយសារសម័យសម្ភារៈនិយមធ្វើឲ្យក្មេងៗមួយចំនួនគាត់បាក់ទឹកចិត្តមិនរៀនសូត្រមិនចូលអីជាដើមអញ្ចឹងអាហ្នឹងវាជាលទ្ធភាពរបស់ពួកយើងអ្នកក្រយើងធ្វើតាមបែបអ្នកក្រទៅអាហ្នឹងយើងមិនទៅខកលោតដូចគេប៉ុន្តែគាត់ថាបើយើងគិតពីសមរម្យនោះវាមិនទាន់សមរម្យទេបើសមរម្យតើយើងមានកន្លែងស្នាក់នៅគ្រប់គ្រាន់មានអាហារហូបចុកពេញដៃពេញជើងមានលទ្ធភាពកូនទៅរៀនសាលាល្អដូចគេអញ្ចឹងយើងអ្នកក្រយើងធ្វើការសង្គមកូនចៅយើងនៅតែរៀនសាលាល្មមអញ្ចឹងមិនបានទៅសាលាល្អដូចកូនពេលរៀនមួយឆ្នាំរាប់ពាន់រាប់ម៉ឺន$នោះទេបាទហ្នឹងគឺជាស្ថានភាពជាក់ស្ដែងហើយខ្ញុំមិនត្អូញត្អែច្រើនពេកទេកុំឲ្យគេរិះគន់ថាយើងធ្វើការសង្គមត្អូញត្អែប៉ុន្តែអានេះជាស្ថានភាពពិតដែលយើងធ្វើការសង្គមរហូតមកដល់ពេលឥឡូវនេះគឺយើងអាយុ51ឆ្នាំហើយមិនទាន់មានអ្វីដែលជាដុំកំភួនសម្រាប់ត្រូវត្រង់ភាពកក់ក្ដៅនៅក្នុងគ្រួសារក៏ដូចជាសัตว์ដែលមានសម្បុកកក់ក្ដៅសម្រាប់កូនតូចៗនោះនៅឡើយបាទលោកវ៉ុនពៅកូនរបស់លោកសប្តាហ៍នៅក្នុងបន្ទុកមានប្រមាណអ្នកបាទនៅក្នុងបន្ទុកតាំងតូចទាំងធំនោះមានរហូតដល់6នាក់នោះបាទច្រើនមែនតើហើយអ្នកដែលរៀនមហាវិទ្យាល័យមានប្រមាណរៀននៅមហាវិទ្យាល័យមានលទ្ធភាពតែមួយទេក្រៅពីហ្នឹងគឺអត់បានរៀនមហាវិទ្យាល័យទេមានលទ្ធភាពចុះកូនតូចកូនតូចផ្សេងទៀតមានតែរៀននៅបឋមសិក្សាតូចផ្សេងទៀតតាមពិតវាដល់តូចក្រោយតូចនេះវាដល់មតីដល់អីដែរប៉ុន្តែយើងមិនទាន់មានលទ្ធភាពឲ្យគ្នារៀនមតីរៀនអីផងដោយសារខ្វះលទ្ធភាពអញ្ចឹងណាហើយកន្លែងយើងដូចខ្ញុំប្រាប់សាដាថាយើងជួលផ្ទះនៅបន្ទប់ទូចអញ្ចឹងយើងអត់អាចឲ្យកូនចៅរស់នៅជុំគ្នាបានទេយើងផ្ញើបងប្អូនណាទៅផ្ញើមីងផ្ញើមីអីចឹងទៅនៅខេត្តអីចឹងណាបានយើងធ្វើមានឱកាសធ្វើកិច្ចការសង្គមកើតបាទលោកវ៉ុនពៅបើសិនជាមានប្រជាពលរដ្ឋខ្មែរដែលកំពុងតែមើលទស្សនាកម្មវិធីនេះហើយចង់ជួយទៅលោកតើពួកគាត់នឹងជួយលោករបៀបមិនទៅបាទអ្នកដែលនៅតាមដូចប្រទេសបារាំងកាណាដាអង់គ្លេសអាមេរិកអូស្ត្រាលីជប៉ុនកូរ៉េអីហ្នឹងបើសិនជាពួកគេចង់ជួយលោកតើគេជួយតាមលទ្ធភាពយ៉ាងម៉េចទៅតាក់ទងរបៀបម៉េចខ្ញុំមិនផ្សាយពាណិជ្ជកម្មមិនត្អូញត្អែទេប៉ុន្តែខ្ញុំមាន Facebook របស់ខ្ញុំបាទបើសិនអាចជួយនឹងឆាតតាម Messenger Facebook អីមកតាក់ទងមិត្តភ័ក្តិមួយចំនួននៅក្រៅហ្នឹងយើងមានមិត្តភ័ក្តិមួយចំនួនមានអ្នកស្គាល់ដូចបងតាំងសាដាអញ្ចឹងយើងស្គាល់គ្នាអីចឹងតាមរយៈអញ្ចឹងក៏បានដែរខ្ញុំមិនផ្សាយអីផ្សេងទៀតកុំឲ្យគេថាយើងនឹងយកឱកាសទៅចែកពីរឿងសង្គមនិយាយពីរឿងផ្ទាល់ខ្លួនច្រើនពេកអញ្ចឹងណាខ្ញុំមិនបង្ហាញនេះទៀតទេបាទកុំឲ្យបងប្អូនពិបាកបាទបងប្អូនយ៉ាងណាខ្ញុំមិនហ៊ានថាយ៉ាងម៉េចទេបាទលោកវ៉ុនពៅសូមអរគុណលោកច្រើនចំពោះពេលវេលារបស់លោកចូលរួមជាមួយនឹង Cambodia Daily ដែលយើងបានជជែកច្រើនណាស់ពាក់ព័ន្ធទៅនឹងបញ្ហាសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមទាំងបញ្ហាដែលអ្នកដែលធ្វើកិច្ចការខាងតស៊ូមតិដើម្បីអ្នកក្រដូចជារូបលោកផងដែរបាទសូមអរគុណលោកជាចុងក្រោយមានអ្វីចង់បន្ថែមបាទសូមជឿបាទអរគុណលោកអូនសាដាដែលផ្ដល់ឱកាសខ្ញុំនៅពេលនេះហើយបាទខ្ញុំគិតថាបុគ្គលិក Cambodia Daily ហ្នឹងក៏លំបាកណាស់ដែរយើងលំបាកហើយតែទោះបីជាយ៉ាងម៉េចក៏យើងនៅទីនេះវាមិនដូចនៅស្រុកខ្មែរពេកបាទទីនោះមិនដូចនៅទីនេះបាទហើយអរគុណចំពោះបងប្អូនសាដាព្រមទាំងសហការី Cambodia Daily ផ្ដល់ឱកាសឲ្យខ្ញុំមានឱកាសក្នុងការលើកឡើងពីស្ថានភាពសង្គមពីស្ថានភាពផ្ទាល់ខ្លួនដែរអញ្ចឹងសូមអរគុណហើយសូមគោរពជូនពរទៅដល់
បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសនៅអានីសមុទ្រទាំងអស់ហើយសូមខមរាលីលីនិងបងប្អូនទាំងអស់សូមបានសុខបានចម្រើនសូមបានជោគជ័យជាពិសេសសូមឲ្យមានសុខភាពល្អអាយុវែងគ្រប់គ្នាបាទសូមអរគុណច្រើនលោកវ៉ុនពៅហើយសង្ឃឹមថាជួបលោកនៅក្នុងប្រធានបទផ្សេងៗនៅពេលក្រោយទៀតបាទសូមជម្រាបលាបាទ